ចាសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានធីបមួយចង់បង្ហាញអ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាចង់បង្កើត project Laravel អញ្ចឹងបើសិនបើមានបញ្ហាបែបនេះយើងចង់បង្កើត project Laravel អញ្ចឹងយើងបង្កើត folder មកមិញណានេះជា folder Laravel អញ្ចឹងខ្ញុំចង់បង្កើត project Laravel អញ្ចឹង cmd composer ប៉ុន្តែត្រូវប្រកាសថាអ្នកទាំងអស់គ្នាមាន composer create create project Laravel អូខេយើងដាក់ឈ្មោះ Laravel អញ្ចឹងអូខេដល់ពេលហ្នឹងវាមានបញ្ហានេះបញ្ហាបែបនេះកើតឡើងអូខេពេលដែលមានបញ្ហានេះកើតឡើងវាអាចបង្កើត project មកបានទេអញ្ចឹងវិធីដោះស្រាយកំហុសកន្លែងហ្នឹងអញ្ចឹងយើងចូលទៅកាន់នេះវាឃើញចេញមក file អស់អញ្ចឹងមានថា project យើងបង្កើតអត់ success ទេអញ្ចឹងវិធីដោះស្រាយអញ្ចឹងយើងចូលទៅកាន់សារមកអូខេពេលដែលវាចេញអញ្ចឹង project យើងបង្កើតអត់ជោគជ័យទេវានឹង fail ចាំមើលវានឹង fail វាចេញ file ហ្នឹង project របស់យើងអត់ជោគជ័យទេអញ្ចឹងយើងខ្វែងចោលមកមិនថាពេកអូខេអញ្ចឹងយើងចូលទៅកាន់សាររបស់យើងណាអូខេសារអូរសារខ្ញុំបើកហើយអូខេចូលទៅកាន់សារហើយយើងចូលទៅកាន់ add no sorry យើងចូលទៅកាន់ config ញ៉េ config ហើយរកពាក្យថា php តមក php.ini តមកយើងចូលហ្នឹងណាតមកយើង search ពាក្យថា extension អញ្ចឹង control F មកយើងនេះវាថាថានេះយើង search ពាក្យថា extension ហ្នឹងមកវាយពាក្យហ្នឹងណាតមកយើងទៅ scroll មើលនេះអញ្ចឹង extension នេះអញ្ចឹងមានន័យថាបើសិនជាវាមានអានេះអញ្ចឹងមានន័យថាអាហ្នឹងអត់ដំណើរការទេវាមានអាស្អីថា semi column នេះអញ្ចឹងយើងដោះ semi column ហ្នឹងចេញមកបន្ទាប់មកយើង control S បានន័យថា save យើងចុចកន្លែងនេះហើយ save ក៏បានដែរតមកយើងបិទវាវិញអូខេតមកយើងទៅបង្កើត project យើងវិញអញ្ចឹង folder នេះសូមលុបចេញអញ្ចឹងយើងចូលម្ដងទៀតអូខេតមកយើងបង្កើតមក composer create project Laravel អូខេអានេះគឺជា command សម្រាប់បង្កើតអញ្ចឹងខ្ញុំធ្លាប់បង្ហាញនៅក្នុងវីដេអូមុនហើយអញ្ចឹងនេះជាឈ្មោះរបស់យើងគឺខ្ញុំចង់ដាក់ថា learn អូខេ learn enter ណាអញ្ចឹងនេះវាកំពុងតែ download អញ្ចឹងយើងរងចាំវាបន្តិចណាអូខេអញ្ចឹងរងចាំបន្តិចមកនេះវាលឿនដូចនេះដោយសារលើកុំព្យូទ័រនៅអ៊ីនធឺណិតរបស់យើងដែរអញ្ចឹងណាតែដូចខ្ញុំនិយាយមុនចឹងបើសិនជាចង់បង្កើត project Laravel បានលោកការតែអ្នកនរគ្នាត្រូវមាន composer សិនហើយ PHP ដែល support នោះគឺអាចសន្តាន8.5 version 8.5សម្រាប់ PHP អញ្ចឹងនេះវាកំពុងតែ execute នេះអញ្ចឹងរងចាំវាតិចសិនទៅវាកំពុងតែ install យើងហើយនេះពេលដែលយើង download បានវានឹងចេញពាក្យថានេះ successfully ហើយនេះតមកយើងចូលទៅកាន់ folder learn នេះអូខេវាមានហើយយើងចូលទៅ cmd តូចរបស់យើងវាមានអស់ហើយវាមាន add ហើយហ្នឹងវាមាន http វាមាន modal វាមានអីចឹងទៅវាមាន controller ចឹងណាហើយវាមាននេះជា ANV សម្រាប់នេះ connector ដែលរបស់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែករំលែកអរគុណសម្រាប់ការទស្សនាហើយបើពេញចិត្តជួយ like share